អាមេរិកបានបើកការវាយប្រហារទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន3ដែលប្រើកម្ពុជាអាវុធដែលគួរឲ្យខ្លាចបំផុតគឺយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 និងគ្រាប់បែកប្រឆាំងរូងក្រោមដី GBU-57 ដែលត្រូវបានគេស្គាល់ថាជា Massive Ordnance Penetrator គ្រាប់បែក14តោននេះត្រូវបានរចនាឡើងសម្រាប់គោលបំណងមួយដើម្បីបំផ្លាញលេនដ្ឋានឬរូងក្រោមដី GBU-57 វាអាចវាយទម្លុះបំបែកបេតុងកម្ពស់ស្មើអាគារ20ជាន់មុនពេលបំផ្ទុះចូលជ្រៅទៅខាងក្នុងដីជាពិសេសមូលដ្ឋានយោធាដែលលាក់កំបាំងពីខាងក្រោមដីជ្រៅដែលវាចូលដល់ជម្រៅ60ម៉ែត្រនៅក្រោមដីគ្រាប់បែកប្រឆាំងរូងក្រោមដីធម្មតាដូចជា GBU-28 របស់អ៊ីស្រាអែលអាចទម្លុះបានតែប៉ុន្មានម៉ែត្រប៉ុណ្ណោះគ្រាប់បែកប្រភេទនេះអាចទម្លាក់បានដោយស្ងៀមស្ងាត់បំផុតដោយយន្តហោះបំបាំងកាយ B2 វាត្រូវបានដឹកនាំដោយប្រព័ន្ធ GPS យោធាដែលមិនអាចមានអ្នកមកបង្អាក់វាបានប្រយខាងក្រៅរបស់គ្រាប់បែកនេះអាចកែសម្រួលផ្លូវនិងទិសដៅរបស់វានៅលើកណ្ដាលអាកាសដើម្បីធានាបាននូវការវាយប្រហារចំទីតាំងឲ្យគ្រាប់បែកនេះបញ្ឈរត្រង់តែម្ដងនេះជាសមត្ថភាពដ៏សាហាវរបស់គ្រាប់បែកនេះដោយវាមិនផ្ទុះភ្លាមនៅពេលធ្លាក់ប៉ះដីទេវារងចាំរហូតដល់វាធ្វើដំណើរចូលដល់ជ្រៅនៅខាងក្នុងមូលដ្ឋានក្រោមដីបន្ទាប់មកទើបផ្ទុះអ្វីគ្រប់យ៉ាងពីខាងក្នុងរូងក្រោមដីនឹងត្រូវបំផ្លាញលេនដ្ឋានក្រោមដីរបស់អ៊ីរ៉ង់ដែលធ្លាប់គិតថាមិនអាចប៉ះទង្គិចបានឥឡូវនេះរងការវាយប្រហារហើយនេះមិនមែនគ្រាន់តែជាការវាយប្រហារទេវាគឺជាការព្រមានមួយថានៅក្នុងសង្គ្រាមសម័យទំនើបវាមិនមែនគ្រាន់តែគិតអំពីកម្លាំងនោះទេវាគឺអំពីភាពជាក់លាក់ពេលវេលានិងបច្ចេកវិទ្យាដែលអាចវាយប្រហារមុនពេលសត្រូវឃើញវាមកដល់